ការអប់រំចិត្តដើម្បីដកនៅសេចក្តីប្រកាន់ដោយគ្រប់ឥរិយាបថទាំង4ឈ្មោះថាការបដិបត្តិចិត្តនេះតែងតែជាប់ជំពាក់នៅក្នុងអារម្មណ៍រហូតដល់ស្រវឹងងប់ជ្រប់ឈ្មោះថាលោកយៈប្រែថាចិត្តជាប់ចំណងរីឯការបដិបត្តិឈ្មោះថាការដកចិត្តចេញពីអារម្មណ៍ចេញពីការជាប់ជំពាក់ឈ្មោះថាបដិបត្តិឲ្យប្រសើរអញ្ចឹងសតិប្បដ្ឋានចិត្តនឹងត្រូវមានសតិជាគ្រឿងកំណត់ឲ្យដឹងថាតើកាយនេះយ៉ាងម៉េចវេទនានេះយ៉ាងម៉េចចិត្តនេះយ៉ាងម៉េចធម៌នេះយ៉ាងម៉េចសង្ខារនេះយ៉ាងម៉េចការកំណត់ការចម្រើនចិត្តឲ្យមានសតិឈ្មោះថាបដិបត្តិការធ្វើឲ្យចិត្តផុតចាកកាមនិងបាបអកុសលទាំងពួងឈ្មោះថាបដិបត្តិការធ្វើចិត្តឲ្យស្ងប់រងាប់ដោយអារម្មណ៍កម្មដ្ឋានដ៏ពិសេសណាមួយក្នុងបណ្ដាកម្មដ្ឋានទាំង40ដែលព្រះសម្មាសម្ពុទ្ធសម្ដែងដល់ល្អហើយឈ្មោះថាការបដិបត្តិកាមៈមេសុកាមៈសុខាលកានុយោគៈការប្រព្រឹត្តចិត្តឲ្យជាប់ជំពាក់នៅក្នុងលោកឈ្មោះថាមិនបដិបត្តិការធ្វើចិត្តឲ្យរួចចាកនៃចំណងក្នុងលោកឈ្មោះថាបដិបត្តិអញ្ចឹងនៃបដិបត្តិនេះគឺទូលាយណាយើងពោលឲ្យទូលាយសិនព្រោះណាអញ្ចឹងសិលឈ្មោះថាបដិបត្តិគឺការរក្សាចិត្តឲ្យស្ងាត់ចាកបាបនិងទុច្ចរិតធម៌ដោយកាយវិចារចិត្តសមាធិគឺការអប់រំចិត្តលះបង់អារម្មណ៍ជាច្រើនកាន់យកអារម្មណ៍តែមួយរីឯបញ្ញាគឺចម្រើនចិត្តឲ្យមានសតិនិងញាណដឹងច្បាស់នៅត្រៃលក្ខទាំង3ទុក្ខំអនិច្ចំអនត្តាឃើញលោកីទាំងឡាយទាំងពួងជារបស់ដែលគួរឲ្យនៅណាយនិងលះបង់អញ្ចឹងទិសដៅគឺចិត្តវិមុតតិគឺចិត្តរួចចាករំដោះថារួចចាករំដោះអំពីអ្វីរួចចាករំដោះអំពីចំណងព្រោះចំណងនេះហើយជាហេតុដែលនាំឲ្យកើតទុក្ខតើចំណងនេះកើតចេញអំពីណាកើតចេញអំពីតណ្ហាគឺសេចក្តីប្រាថ្នាចង់បានឲ្យមកជារបស់អញហេតុអីបានជាចង់បានរបស់ទាំងឡាយទាំងពួងឲ្យមកខ្លាចជារបស់អញព្រោះកំពុងសម្គាល់ថាវាមានអញមួយដែលកំពុងមានតម្រេកហើយចង់បានអញ្ចឹងការស្ងប់ចាកតណ្ហាតម្រេកនេះឯងជាហៅឈ្មោះថាជាផ្លូវនៃការប្រតិបត្តិឥរិយាបថ4ណាមួយដេកក្តីដើរក្តីអង្គុយក្តីឈរក្តីឲ្យតែជាអ្នកមានចិត្តចម្រើននូវសតិបញ្ញាធ្វើឲ្យតម្រេកនៃចិត្តកិលេសនៃចិត្តថមថយបានឈ្មោះថាការបដិបត្តិកិលេសនៅចិត្តនោះគឺរាគៈកិលេសនៃចិត្តគឺទោសៈកិលេសនៃចិត្តគឺមោហៈពាក្យថាវិមុតតិនោះគឺចិត្តផុតចាកលោភៈទោសៈនិងមោហៈ